Nè, cái này The Quarry and Dream กับบ้าน sign a contract ấy. Nó វីដេអូ The Quarry กับบ้านនិយាយថាគាត់នឹងប្រកួតជាមួយនឹង Dream នៅថ្ងៃទី3ខែឧសភាអ្នកគ្នាប្រកាសជាឆ្ងល់ថាគាត់ប្រកាសខុសពីថ្ងៃដែល Dream ប្រកាសខ្ញុំនឹងបញ្យល់អ្នកគ្នានៅចុងវីដេអូឥឡូវយើងចូលទៅដល់ប្រធានបទយើងសិនហើយការប្រកួត PVP របស់មកគាត់គឺប្រើបន្ថែមតមកទៀតគឺជាប្រភេទ item ទាំងនេះ Crystal, Mace, and Elytras. The last kit will be Sword. ដោយយើងឃើញអញ្ចឹងហើយក៏បាននិយាយទៅថាគាត់ចង់ដឹងថានរណាគេដែលលេង Minecraft ល្អជាងគេហើយនេះគឺជាចំណុចសំខាន់ដែលគ្នាយើងឆ្ងល់ថាមិនបានគាត់ប្រកាសថ្ងៃខុសគ្នា So we will be doing a second 1v1 a couple days after the first one. ដោយគាត់បាននិយាយថាគាត់នឹងធ្វើវគ្គ1ទល់1ពីថ្ងៃបន្ទាប់ពីលើកទី1កន្លែងនេះអ្នកគ្នារៀងវល់បន្តិចឥឡូវខ្ញុំបញ្យល់អ្នកគ្នាដងទៀតគាត់ចង់បានន័យថាគាត់នឹងប្រកួតវគ្គ1ទល់1បន្ទាប់ពី2ថ្ងៃក្រោយដែលគាត់បានប្រកួតវគ្គលើកទី1អញ្ចឹងមានថាការប្រកួតរបស់គាត់គឺមិនមែនតែមួយថ្ងៃទេពីមួយវគ្គទៅមួយវគ្គគឺត្រូវការម្លងមួយថ្ងៃទៅ2ថ្ងៃអញ្ចឹងកន្លែងហ្នឹងគ្នាយើងប្រកាសយល់ហើយថាមិនបានតែខ្វះវិញគាត់ប្រកាសនៅថ្ងៃទី3ខែឧសភាហើយការប្រកួតហ្នឹងក៏មិនមែនមានតែការ PVP គ្នាដែរណាគ្នាហើយវាមានអីផ្សេងក្រៅពីហ្នឹងទៀតគ្នាយើងលេងមិនខ្លះគ្នាយើងនឹងយល់ហើយ All the 1v1s will be uploaded on Dream's channel. Also, I want to clarify that Dream and I have not fought yet. If you have seen any clips of us fighting, just know they were fake. ដោយតែគ្នាយើងបានលឺអញ្ចឹងគ្រប់ការប្រកួតទាំងអស់គឺនឹងអាប់ឡូតចូលទៅកាន់ channel របស់ Dream យ៉ាងទៀតបើសិនជា Dream ឃើញវីដេអូដែលយើងប្រកួតគ្នាហ្នឹងអ្វីទាំងអស់ហ្នឹងគ្រាន់តែជាការខ្លាយបន្លំទេពួកយើងទាំងពីរគឺអត់បានប្រកួតគ្នាដល់ឡើយទេអញ្ចឹងយើងមានតែចាំមើលទៅថានរណាគេជាអ្នកឈ្នះហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយបើសិនជាអ្នកគ្នាចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភតាមរយៈកង់ ABA នេះបានតិចឬច្រើនក្តីគឺខ្ញុំទទួលយកទាំងអស់អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកគ្នាក៏បាយ